សម្រាប់ខ្ញុំផ្ទាល់ទេសភាពបែបនេះគឺ perfect តែម្ដងអ្នកនរគ្នាដែលវាប្រៀបដូចជាកនូដែលគេគូហើយវាយពណ៌ត្រូវល្អឥតខ្ចោះហ្មងអ្នកនរគ្នាងាកមើលម្ខាងជា view ពីលើភ្នំម្ខាងទៀតជាវាលស្មៅក្នុងសំពៅហើយម្ខាងទៀតគឺជាព្រៃភ្នំដ៏ក្រាស់ខ្មឹកតែម្ដងដែលទេសភាពទាំងអស់នេះគឺធ្វើឲ្យខ្ញុំមានអារម្មណ៍ថារំភើបហើយនឹកស្មានមិនដល់ទេថាស្រុកយើងមានកន្លែងដ៏អស្ចារ្យបែបនេះ